កាលពីយូរលង់ណាស់មកហើយនៅក្នុងភូមិដ៏ដាច់ស្រយាលមួយក្បែរជើងភ្នំមានក្មេងប្រុសម្នាក់ឈ្មោះសុកជាក្មេងដែលចូលចិត្តការរុករកថ្ងៃមួយដែលសារតែដេញតាមមេអំបៅដ៏ស្រស់ស្អាតគេបាំងដើរចូលទៅក្នុងព្រៃជ្រៅដែលពោរពេញទៅដោយអាថ៌កំបាំងសុកបានដឹងខ្លួនថាគេបានវង្វេងភ្លេងហើយនៅពេលដែលសំឡេងអ្នកភូមិបានរលាយបាត់ទៅវិញហើយជំនួសមកវិញនៅសំឡេងខ្យល់បក់កាត់ដើមឈើធំគ្រប់ទិសទីសុទ្ធតែមើលទៅដូចគ្នាទាំងអស់ធ្វើឲ្យគេកាន់តែភ័យខ្លាចនិងបាត់បង់ភាពជឿជាក់លើខ្លួនឯងព្រះអាទិត្យចាប់ផ្ដើមលេចបាត់ពីជើងមេឃនាំមកនៅភាពត្រជាក់ស្រពោននិងភាពងងឹតដែលគ្របដណ្ដប់ពាសពេញព្រៃក្មេងប្រុសតូចបាងត្រឹមតែអង្គុយអោបជង្គង់នៅលើថ្មមួយដុំហើយនឹកដល់បាយក្តៅនិងការអោបដ៏កក់ក្ដៅរបស់ម្ដាយនៅឯផ្ទះតើអ្នកធ្លាប់មានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងសម្លឹងមកអ្នកពីក្នុងភាពងងឹតដែរឬទេរំពេចនោះសំឡេងជើងធ្ងន់បានបន្លឺឡើងហើយដំរីព្រៃដ៏ធំមួយក្បាលបានលេចមកឡើងពីក្រោយអបត្រជាក់នៃព្រៃជ្រៅដំបងឡើយសុកមានការភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលគេក្រឡេកមើលទៅភ្នែករបស់ដំរីនោះគេឃើញតែភាពស្លូតបូតប៉ុណ្ណោះដំរីនេះមិនបានគំរាមកំហែងគេឡើយវាហាក់ដូចជាយល់ពីទុក្ខលំបាករបស់ក្មេងដែលវង្វេងភ្លៅម្នាក់នេះយ៉ាងច្បាស់សុកបានហុចដៃទៅប៉ាក់ប្រមយរបស់វាដោយភាពញាប់ញ័រប៉ុន្តែភាពត្រជាក់និងរឹងមាំនៃស្បែកដង្រីបានធ្វើឲ្យគេមានអារម្មណ៍សុវត្ថិភាពនេះជាការចាប់ផ្ដើមនៃមិត្តភាពដ៏អស្ចារ្យដែលមិនចាំបាច់ប្រើពាក្យសម្ដីសូម្បីតែមួយម៉ាត់ដំរីសែននឹងកាច់បានលុតជង្គង់ចុះដើម្បីឲ្យសុកអាចឡើងមកជិះលើខ្នងរបស់វាបានយ៉ាងស្រួលសុកមានអារម្មណ៍ថាខ្លួនគេខ្ពស់ជាងមុនហើយការភ័យខ្លាចពីសត្វសាហាវផ្សេងក៏ចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងពីក្នុងចិត្តពួកគេបានធ្វើដំណើរឆ្លងកាត់អូរតូចនិងព្រៃឫស្សីដែលដុះញឹកស្កាស់ក្នុងភាពងងឹតនៃរាត្រីលំរីនោះដឹងផ្លូវយ៉ាងច្បាស់វាដើរយ៉ាងស្វាហាប់និងប្រុងប្រយ័ត្នបំផុតដើម្បីកុំឲ្យក្មេងតូចនៅលើខ្នងរបស់វាធ្លាក់ចុះមុខដីនៅតាមផ្លូវសត្វស្លាបជាច្រើនបានហោះហើរនាំមុខនិងស្រែកយំប្រាប់ផ្លូវដល់មិត្តដំរីរបស់យើងតើវាជាការចៃដន្យឬក៏ធម្មជាតិទាំងមូលកំពុងតែរួមដៃគ្នាដើម្បីជួយសង្គ្រោះជីវិតកុមារាម្នាក់នេះឲ្យបានរួចផុតពីគ្រោះថ្នាក់សត្វតូចនិងសត្វស្វាដែលរស់នៅចុងឈើខ្ពស់ក៏មិនបាននៅស្ងៀមឡើយពួកវាបានបេះផ្លែឈើព្រៃទម្លាក់មកឲ្យសុកមានអារម្មណ៍កក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំងនៅពេលដែលដឹងថាសត្វព្រៃទាំងនេះមានចិត្តមេត្តាចំពោះរូបគេយ៉ាងនេះរំពេចនោះដំរីបានឈប់ដើរហើយបញ្ឈរត្រចៀកស្ដាប់សំឡេងអ្វីម្យ៉ាងពីក្នុងព្រៃជ្រៅដែលនៅពីមុខក្នុងព្រៃគ្មានអ្វីដែលប្រកបប្រជាឡើយគ្រោះថ្នាក់អាចនឹងមកដល់គ្រប់ពេលប្រសិនបើយើងមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់សត្វខ្លារខិនមួយក្បាលកំពុងតែលបមើលពួកគេពីក្នុងគុម្ពោតព្រៃដោយកែវភ្នែកដ៏មុតស្រួយនិងឃ្លានអាហារប៉ុន្តែដំរីក្លាហានបានស្រែកបន្លឺសំឡេងយ៉ាងខ្លាំងរហូតធ្វើឲ្យសត្វសាហាវនោះដកថយបាត់ទៅក្នុងភាពងងឹតដោយភាពភ័យខ្លាចវិញសុកបានយកដៃអង្អែលកដំរីថ្នមដើម្បីផ្ដល់កម្លាំងចិត្តនិងអរគុណដែលវាបានការពារគេពីសេចក្តីស្លាប់បើគ្មានដំរីនេះទេសុកប្រហែលជាមិនអាចរស់រានមានជីវិតរហូតដល់ព្រឹកស្អែកនោះណាយព្រោះព្រៃនេះពោរពេញដោយគ្រោះថ្នាក់ដោយសារតែភាពហត់នឿយសុកបានគេងលក់នៅលើខ្នងដំរីយ៉ាងស្កប់ស្កល់បំផុតដែលមិនធ្លាប់មានពីមុនមកដំរីក៏បានសម្រាកនៅក្រោមដើមជ្រៃធំមួយដោយចាំយាមកាមការពារក្មេងប្រុសម្នាក់នេះហាក់ដូចជាកូនបង្កើតរបស់វាអញ្ចឹងពន្លឺព្រះអាទិត្យដំបូងបានចាំងកាត់ស្លឹកឈើលេចចេញជាពន្លឺពណ៌មាសដ៏ស្រស់ត្រកាល
ដែលគួរឲ្យចង់ទស្សនាសុកបានភ្ញាក់ឡើងដោយអារម្មណ៍ស្រស់ថ្លានិងមានសង្ឃឹមជាថ្មីថាគេនឹងបានជួបឪពុកម្ដាយវិញក្នុងពេលឆាប់នេះដំរីបាននាំសុកមកដល់ផ្លូវតូចមួយដែលមានស្នាមជើងមនុស្សដើរឆ្លងកាត់ដែលជាសញ្ញានៃភាពរីកចម្រើនភាពវៃឆ្លាតរបស់សត្វដំរីពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់វាដឹងពីកន្លែងដែលមនុស្សរស់នៅនិងកន្លែងដែលសុវត្ថិភាពបំផុតសត្វប្រើសម្នាក់បានរត់កាត់មុខពួកគេហើយបែរក្បាលមកមើលហាក់ដូចជាចង់ប្រាប់ថាភូមិគឺនៅពីមុខនេះឯងសុកមានអារម្មណ៍រំភើបញាប់ពេញបេះដូងព្រោះក្លិនផ្សែងភ្លើងចេញពីចង្ក្រានអ្នកភូមិបានបក់មកដល់ច្រមុះគេហើយនៅពេលដែលឃើញដំបូលផ្ទះស្លឹកត្នោតលេចឡើងសុកបានរត់យ៉ាងលឿនឆ្ពោះទៅរកភូមិដោយក្តីរីករាយបំផុតប៉ុន្តែគេក៏មិនភ្លេចងាកក្រោយមកមើលមិត្តសម្លាញ់របស់គេដែលកំពុងឈរមើលគេពីចម្ងាយដោយក្តីស្រឡាញ់តើវាជាការលាគ្នាដែលឈឺចាប់ឬក៏ជាការផ្ដាំនៃមិត្តភាពដែលមិនចេះរៀងស្ងួតសុកដឹងថាគេប្រហែលជាមិនបានឃើញដំរីនេះទៀតទេប៉ុន្តែគុណដំណែករបស់វាត្រូវបានចារឹកទុកក្នុងបេះដូងរបស់គេជានិច្ចឪពុកម្ដាយរបស់សុកបានរត់មកអោបគេទាំងទឹកភ្នែកក្រោយគេបានដើររកគេពេញមួយយប់ដោយមិនបានសម្រាកសុកបានប្រាប់ពួកគេអំពីដំរីសែនឆ្លាតដែលបានជួយជីវិតគេនិងបាននាំគេមកដល់ផ្ទះវិញដោយសុវត្ថិភាពអ្នកភូមិទាំងអស់បានមកជុំគ្នាស្ដាប់រឿងរ៉ាវដ៏អស្ចារ្យរបស់សុកហើយពួកគេក៏បានដឹងថាព្រៃឈើមិនមែនមានតែគ្រោះថ្នាក់ឡើយប្រសិនបើយើងរស់នៅដោយមានសីលធម៌និងការគោរពនោះធម្មជាតិនឹងការពារយើងវិញដោយចិត្តស្មោះដំរីនោះបានត្រឡប់ទៅរស់នៅក្នុងពិភពរបស់វាវិញប៉ុន្តែវាបានទុកនៅមេរៀនដ៏មានតម្លៃមួយសម្រាប់មនុស្សជាតិសត្វនិងមនុស្សអាចរស់នៅជាមួយគ្នាដោយសុខដុមរមនាប្រសិនបើមានការយល់ចិត្តនិងការចែករំលែកជារៀងរាល់ថ្ងៃសុខតែងតែក្រឡេកមើលទៅព្រៃជ្រៅហើយនឹកដល់មិត្តសម្លាញ់ដ៏ធំធេងម្នាក់នោះជានិច្ចគេសន្យានឹងខ្លួនឯងថានឹងការពារព្រៃឈើនិងសត្វព្រៃឲ្យអស់ពីសមត្ថភាពដើម្បីជាការសងគុណដល់មិត្តដំរីតើដំរីនោះកំពុងនឹកសុខដែរឬទេនៅក្នុងចិត្តរបស់សត្វពួកវាក៏មានមនោសញ្ចេតនាជ្រាលជ្រៅមិនចាញ់មនុស្សយើងឡើយទំនាក់ទំនងនេះបានคล้ายជាវីរភាពមួយដែលអ្នកភូមិតែងតែនិទានប្រាប់កូនចៅតគ្នាច្រើនឆ្នាំកន្លងផុតទៅសុកបានคล้ายជាយុវជនម្នាក់ដែលខ្លាំងពូកែនិងជាអ្នកការពារព្រៃឈើដ៏ល្បីល្បាញក្នុងតំបន់គេតែងតែបង្រៀនក្មេងៗជំនាន់ក្រោយឲ្យចេះស្រឡាញ់សត្វនិងមិនត្រូវបំផ្លាញជម្រករបស់ពួកវាឡើយជួនកាលនៅពេលដែលខ្យល់បក់មកពីទិសខាងកើតសុកហាក់ដូចជាបានឮសំឡេងដំរីយំយ៉ាងល្វើយពីចម្ងាយវាគឺជាសញ្ញាមួយដែលប្រាប់ថាមិត្តសម្លាញ់របស់គេនៅតែមានសុខភាពល្អនិងនៅតែចាំយាមកាមព្រៃឈើនោះដដែលដើម្បីរំលឹកដល់គុណបំណាច់នេះអ្នកភូមិបានឆ្លាក់រូបដំរីពីឈើដ៏ធំមួយដាក់នៅកណ្ដាលភូមិជាតំណាងឲ្យមិត្តភាពវាមិនមែនគ្រាន់តែជារូបចម្លាក់ឡើយប៉ុន្តែវាជានិមិត្តរូបនៃកិច្ចសន្យារវាងមនុស្សនិងធម្មជាតិរដូវកាលបានផ្លាស់ប្ដូរប៉ុន្តែក្តីស្រឡាញ់របស់សុកចំពោះព្រៃឈើមិនដែលប្រែប្រួលឡើយទោះក្នុងកាលៈទេសៈណាក៏ដោយគេយល់ថារាល់ដើមឈើនីមួយៗនិងសត្វនីមួយៗសុទ្ធតែមានតួនាទីសំខាន់ក្នុងជីវិតរបស់គេចិត្តមេត្តាដែលដំរីបានផ្ដល់ឲ្យសុខកាលពីគេនៅក្មេងបានคล้ายជាពន្លឺបំភ្លឺផ្លូវឲ្យគេคล้ายជាមនុស្សល្អក្នុងសង្គមការជួយសង្គ្រោះមួយលើកនោះមិនមែនជួយតែជីវិតមនុស្សម្នាក់ឡើយប៉ុន្តែបានជួយផ្លាស់ប្ដូរផ្នត់គំនិតមនុស្សជាច្រើន
សុកតែងតែយកអំបិលនិងផ្លែឈើទៅដាក់នៅជាយព្រៃដើម្បីជាចំណីដល់មិត្តសត្វព្រៃរបស់គេគ្រប់គ្នាគេដឹងថាពួកវាកំពុងតែតាមដានមើលគេពីកន្លែងណាមួយហើយពួកវានឹងតែងតែនៅទីនោះជានិច្ចថ្ងៃមួយសុកបានរើសបានបំណែកខ្សែរបាញ់ពណ៌ក្រហមមួយដែលជាប់នៅលើមែកឈើដែលជាខ្សែរបស់ដំរីមិត្តគេនេះគឺជាភស្តុតាងដ៏រស់រវើកដែលបញ្ជាក់ថាអ្វីដែលគេបានជួបប្រទះមិនមែនជាសុបិនឡើយព្រៃកម្ពុជាពីបុរាណពោពេញដោយភាពអស្ចារ្យនិងរឿងរ៉ាវដែលមនុស្សសាមញ្ញមិនអាចដឹងអស់ឡើយប៉ុន្តែសម្រាប់សុខព្រៃគឺជាផ្ទះទី2និងជាកន្លែងដែលគេបានរកឃើញអត្ថន័យពិតនៃជីវិតរឿងរ៉ាវរបស់សុខនឹងត្រូវបាននិទានបន្តពីមួយជំនាន់ទៅមួយជំនាន់ដើម្បីឲ្យកូនខ្មែរគ្រប់រូបដឹងពីតម្លៃនៃសត្វដំរីមិនមែនគ្រាន់តែជាសត្វពាហនៈឡើយប៉ុន្តែគឺជាមិត្តនិងជាអ្នកការពារដ៏មានភក្ដីភាពបំផុតទោះបីជាពេលវេលាកន្លងផុតទៅរាប់សិបឆ្នាំក៏ដោយក៏ចំណងមិត្តភាពនេះនៅតែរឹងមាំដោយថ្មដែលនៅខនព្រៃអញ្ចឹងមិត្តភាពពិតប្រាកដមិនត្រូវបានកំណត់ដោយប្រភេទសត្វឬភាសានោះឡើយប៉ុន្តែវាស្ថិតនៅលើទង្វើនិងចិត្តស្មោះសូមឲ្យរឿងរ៉ាវនេះคล้ายជាការដាស់តឿនដល់ពួកយើងគ្រប់គ្នាឲ្យចេះថែរក្សាការពារសម្បត្តិធម្មជាតិរបស់ជាតិយើងបើគ្មានព្រៃឈើក៏គ្មានដំរីហើយបើគ្មានដំរីក៏គ្មានរឿងរ៉ាវដ៏អស្ចារ្យដូចជាសុកនិងមិត្តសម្លាញ់របស់គេដែរ